ចាសនជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺបងប្អូនមកបង្ហាញអំពីចុះអាសាឡាត្រូវភ្លៀងចាបងអាចមើលបាននេះបងហើយល្អណាស់បងនេះដូចគ្រាប់ពេជ្រតែម្ដងបងហើយនេះសម្រាប់ចុះអាសាឡាខាងបងប្អូននឹង25ថ្ងៃហើយណាបងហើយកើតគោក្តាំងលើគ្នាតែម្ដងបងអញ្ចឹងបងអាចមើលបានគឺល្អមែនទែនបងហើយសម្រាប់ក្នុងការដាំក្នុងអាង10ការ៉េបងប្អូនដាក់ជី1គីឡូកន្លះអំបិលក្រួស3ខាំបងហើយចុះហ្នឹងគឺយើងដាំបាន25ថ្ងៃណាបងនេះគឺល្អបងហើយចាស់ល្អហើយសម្រាប់ការដាំហ្នឹងគឺយើងដាក់ទឹកកម្ពស់2ទឹកហើយអាង10ការ៉េជី1គីឡូកន្លះអំបិលក្រួស3ខាំចាហើយសម្រាប់ចកខាងប្អូនហ្នឹងគឺមានច្រើនណាបងលក់ជូនបង1គីឡូត្រឹមតែ3000រៀលតែប៉ុណ្ណោះបើសិនតែបងកំងច្រើនខាងប្អូនមានព្រីតម្លៃជូនជាពិសេសទៀតហើយបើសិនតែបងកំងចាប់ពី15គីឡូឡើងខាងប្អូនមានព្រីថ្នាំជូនមួយកញ្ចប់យកទៅបាញ់លើអាសូឡាឲ្យល្អចាហើយខាងប្អូនហ្នឹងគឺមានរៀបចំជាឈុតជូនសម្រាប់ឈុតនីមួយគឺបងដាំបានរយៈពេល2ឆ្នាំសម្រាប់អាសូឡាគឺយើងដាំផ្ដោតទៅលើជីបងពេលណាអស់ជីគឺយើងដាក់ជីគឺកើតទៀតអញ្ចឹងបើសិនតែបងចង់ដឹងឬចង់ដាំគឺអាចទៅតងមកតាម page ឬតាម Telegram អញ្ចឹងគឺវីដេអូបងប្អូនថ្ងៃនេះគឺមានតែប៉ុណ្ណេះសូមជម្រាបលាសូមអរគុណ